ទាហានប្រតិកម្មទៅពីព្រោះខ្ញុំបញ្ចេញមតិលើកងទ័ពហ្នឹងដើម្បីឲ្យទាហានប្រតិកម្មនៅពេលដែលទាហានប្រតិកម្មវាធ្វើឲ្យយើងដឹងច្រើនវាជាការឆ្កើឆ្កៀលឲ្យមេទ័ពខ្មែរប្រតិកម្មដើម្បីនៅពេលដែលមេទ័ពខ្មែរប្រតិកម្មយើងក៏ដឹងថាមេទ័ពខ្មែរណាដែលជាមេទ័ពចេះដឹងហើយការពារជាតិមេទ័ពណាដែលវាគិតតែផឹកហើយនឹងតយដូច្នេះហើយអ្វីដែលជាប្រតិកម្មចេញពីសម្ដីរបស់ខ្ញុំតាក់ទងនឹងកងទ័ពគឺជួយឲ្យប្រជាពលរដ្ឋខ្មែរស្គាល់កងទ័ពដឹងថាមេបញ្ជាការណាយកចិត្តទុកដាក់នឹងកងទ័ពមេបញ្ជាការណាមានសមត្ថភាពហើយនឹងមេបញ្ជាការណាវាដើរតែតយហើយនឹងផឹកត្រង់ហ្នឹងវាជាចំណុចសំខាន់អញ្ចឹងការឆ្កាស្គៀលរបស់ខ្ញុំគឺដើម្បីឲ្យមនុស្សកើតស្រែងនិងមនុស្សមិនកើតស្រែងចាញ់មកប្រជាជនដឹងនឹងខ្ញុំគ្មានទាស់ជាមួយកងទ័ពទេអត់ទាស់ជាមួយកងទ័ពទេខ្ញុំនិយាយអំពីមេទ័ពមាន3យ៉ាងនៅស្រុកខ្មែរមានអាមួយតយអាមួយផឹកហើយនៅអាមួយវេទនាអញ្ចឹងចង់ឲ្យកងទ័ពនឹងចាញ់មកនិយាយមកចង់ឲ្យអ្នកដែលបម្រើប្រទេសជាតិនិយាយថានេះខ្ញុំអត់ដូចជេមសុកនិយាយទេខ្ញុំការពារប្រទេសជាតិហើយអាមួយទៀតក្បាលពោះធំអ៊ីកអត់ដែលឃើញទៅច្បាំងទេនៅតែពីក្រោយប៉ុន្តែវាថាវាការពារប្រទេសជាតិអញ្ចឹងឲ្យវានិយាយទៅវាការពារប្រទេសជាតិចាញ់ពីសាលាណាមកអាមួយទៀតដើរតែតយទេហើយនឹងសញ្ញេដើម្បីឡើងសាក់យកលុយហើយនឹងចាយតាំងពីវិក័យប័ត្រប្រេងអីផោះភេអីយកទៅលក់ចាយអស់ណាកងទ័ពមិនដែលយកចិត្តទុកដាក់ទេឲ្យវានិយាយទៅវាទទួលខុសត្រូវខាងវិស្វកម្មវាទទួលខុសត្រូវខាងផោះភេនឹងវាធ្វើអីខ្លះណាសរុបមកប្រជាពលរដ្ឋខ្មែរនឹងដឹងថាតើហេតុដូចម្ដេចបានជាកងទ័ពមានផ្កាយច្រើនម្ល៉េះតែដល់ពេលច្បាំងតាហ៊ានហាត់តែមួយខែ10ថ្ងៃយកទៅច្បាំងបាត់ហើយចុះអាបុនស័កពេញស្មាទៅណា2/3នៃកងទ័ពធ្វើអីមិនបានជាអគ្គផោះភេឲ្យតាហ៊ានស៊ីអំបុកណាមិនបានជាមន្ទីរពេទ្យកងទ័ពមើលទៅឃើញយ៉ាប់ម្ល៉េះត្រង់ហ្នឹងហើយជួយកងទ័ពទេត្រូវដឹងថាខ្ញុំកំពុងតែជួយកងទ័ពអញ្ចឹងឲ្យសេនាធិការគេចាញ់ប្រតិកម្មទៅពីព្រោះនៅពេលដែលគេចាញ់ប្រតិកម្មគេនឹងប្រាប់ប្រជាជនខ្មែរឲ្យដឹងថាគេធ្វើស្អីតែបើគេនិយាយប្រាប់ហ្នឹងសម្ដីរបស់ជេមសុកទទួលមិនបានពីព្រោះប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរសុំសួរគេវិញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងទ័ពនៅតាណាគឺនៅត្រង់បម្រើប្រទេសជាតិនៅត្រង់វិន័យនៅត្រង់ប្រសិទ្ធភាពនោះតាប្រជាជនខ្មែរដឹងថាបើកងទ័ពការពារទឹកដីកងទ័ពមានវិន័យកងទ័ពមានសណ្ដាប់ធ្នាប់កងទ័ពយកចិត្តទុកដាក់លើជីវភាពរបស់កងទ័ពនិងគ្រួសារកងទ័ពអាហ្នឹងបានគេហៅថាកងទ័ពតែបើមានអាមេទ័ពដើរផឹកដើរតយប្រជាជនលោកដឹងតាអញ្ចឹងជេមសុកកំពុងតែជួយកងទ័ពឆ្កឹះដង្កូវសត្វឆ្លើងនៅក្នុងកងទ័ពហ្នឹងឲ្យវាចេញមកពីព្រោះតាហ៊ានកំសត់នៅក្នុងប្រទេសកម្ពុជាអត់មានណាហ៊ាននិយាយទេមកឡើងស្ងួតអស់ហើយណាហើយចំណែកអ្នកដែលរងគ្រោះគឺតាហ៊ានក្រីក្រអញ្ចឹងជួយកងទ័ពឃើញទេបងឯងឃើញទេជួយកងទ័ពទេណាហើយបើគេនិយាយថាសេចក្តីបញ្យល់របស់ជេមសុកអត់ដឹងជេមសុកមានទៀមទាដឹងណាជេមសុកកំពុងឆ្កាស់តាឆ្កាស់ដើម្បីអីឆ្កាស់ដើម្បីឲ្យអាដង្កូវនោះវាចាញ់មកឲ្យអាឆ្លើងនោះវាចាញ់មក
ឲ្យអាមេរោគនឹងវាចាញ់មកដើម្បីឲ្យអីដើម្បីព្យាបាលកងទ័ពអញ្ចឹងសេនាធិការយោធភូមិភាគប្រតិកម្មនឹងល្អហើយខ្ញុំមានតែអរគុណទៀតលោកឯងធ្វើអីឥឡូវបើលោកឯងធ្វើកិច្ចការល្អចំពោះជាតិភូមិភាគ5បញ្ហាចាញ់សង្គ្រាមដោយសារអីដោយសារមេតបធំឲ្យស៊ីបបអញ្ចឹងប្រតិកម្មរបស់សេនាធិការយោធភូមិភាគប្រតិកម្មរបស់ឧត្តមសេនីយ៍មេបញ្ជាការជួយកងទ័ពចេមសុកគ្រាន់តែឆ្កឹះទេអាហ្នឹងអញ្ចឹងបាទអូខេបងចេមសុកគ្រាន់តែឆ្កឹះទេហើយបើអ្នកណានិយាយថាវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនឹងកិត្តិយសកងទ័ពកិត្តិយសកងទ័ពមិនមែននៅលើហ្នឹងទេកិត្តិយសកងទ័ពលើសេចក្តីស្មោះត្រង់វិន័យថ្លៃថ្លាក្លាហានបំរើប្រទេសជាតិបើបំរើប្រទេសជាតិចាញ់ច្បាំងមិនដើរផឹកដើរតុយណាអាហ្នឹងអញ្ចឹងណាបងអាហ្នឹងរបៀបខ្ញុំគេហៅថាអ្នកបញ្ចេញមតិមហាជនគឺត្រូវការអញ្ចឹងទេណាគឺត្រូវការដូចនេះឯងអូខេនិយាយដើម្បីឲ្យកងទ័ពបានទទួលនៅការយកចិត្តទុកដាក់កាត់បន្ថយនៅលំហូរពុកអលួយលុយថវិកាការពារជាតិធ្លាក់ដល់កងទ័ពរឿងមួយទៀតក្រសួងសេដ្ឋកិច្ចនិយាយឲ្យថាចង់បើកប្រាក់ខែតាមបណ្ណឥណទានតែក្រសួងការពារជាតិអត់ព្រមមិនបានអត់ព្រមពួយអាលុកចាយលុយគេកងទ័ពទាំងអស់ចង់ឲ្យមានតម្លាភាពដើម្បីគ្នាបានទទួលប្រាក់ខែទៀងទាត់តាមបណ្ណឥណទានមួយខែ2ដងកងទ័ពចង់មានបណ្ណបសសពីព្រោះបសសកងទ័ពឃើញមានគុណភាពជាងអបេតទាហានហ្នឹងវាស៊ីអស់លីងមន្ទីរពេទ្យកក្រិចស្មោកគ្រោកថ្នាំអត់គ្រប់គ្រាន់ការព្យាបាលមានគុណភាពទាបហើយគ្រួសារទាហានពឹងពាក់មិនសូវបានអញ្ចឹងហើយបានកងទ័ពទាហាននឹងត្រូវការបសសយកទៅបើឃើញបសសអាចមានឱកាសទៅមើល clinic ដទៃបានយ៉ាងហោចណាស់ក៏ព្យាបាលបានខ្លះដែរនៅពេលដែលគ្រួសារកងទ័ពមានការលំបាកដោយសារអីក្រសួងការពារជាតិមានបញ្ហាឆ្កែស្គីលបន្តិចទៅណាហើយអត់បន្ទោសទេទាសីហានោះតែទាសីហាកុំទុកនៅមរតករបស់ទាបាញ់ដែលបានរៀបកងទ័ពអញ្ចឹងទាសីហាត្រូវធ្វើកិច្ចការឲ្យបានល្អដើម្បីកេរ្តិ៍ឈ្មោះរបស់ទាសីហាតែបើទាសីហាទៅដេកនៅក្នុងជង្រុកតែទាបាញ់គាត់រៀបអានឹងយ៉ាប់ហើយអានឹងយ៉ាប់ហើយ